ហើយកូនចៅគ្មានអ្វីជាការតបស្នងសងកូនគាត់ទេបើគាត់បានស្លាប់បាត់បង់ជីវិតទៅហើយគឺមានតែធ្វើបុណ្យមានតែធ្វើកុសលដើម្បីជាប្រយោជន៍ជូនគាត់ប៉ុណ្ណោះនេះហើយគឺជាបញ្ញារបស់កូនចៅដែលជាសម័យដើមទានប្រធាននៃអ្នកផ្ដាំបុណ្យជាពិសេសសំប្រកបត្រូវជាមួយនឹងដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងក្នុងបិដកពួកធម៌6ព្រះអង្គលោកសម្ដែងក្នុងបិដកពួកធម៌6ហ្នឹងគឺសម្ដែងអំពីការសំប្រកបឬក៏ការដោតព្រមដែលយើងទាំងអស់គ្នាកើតមកនៅក្នុងโลกនេះនិងព្រះអង្គលោកសម្ដែងក្នុងបិដកពួកធម៌6នេះគឺព្រះអង្គលោកសម្ដែងអំពីសម្បត្តិនិងអំពីសម្បត្តិអ្វីដែលយើងមានហើយនៅក្នុងពេលបច្ចុប្បន្នយើងនេះយើងចេះយកមកប្រើប្រាស់ដើម្បីឲ្យកើតទៅជាប្រយោជន៍ទី1សម្រាប់ដល់អ្នកដែលនៅរស់រានមានជីវិតហើយប្រយោជន៍ទី2ហ្នឹងគឺជាប្រយោជន៍សម្រាប់ធ្វើបុណ្យកុសលទៅដល់អ្នកស្លាប់ព្រះដែលមានទភាពព្រះអង្គលោកសម្ដែងនៅក្នុងបិដកពួកធម៌6មានចំណុចទី1លោកសម្ដែងថាកតិសម្បត្តិដល់ព្រមដោយកតិគឺបានកើតជាមនុស្សនៅពេលដែលយើងបានកើតមកជាមនុស្សហើយយើងត្រូវចេះពិចារណាគិតឲ្យសមខ្លួនឯងជាមនុស្សមិនមែនកើតមកជាមនុស្សហើយធ្វើខ្លួនឯងទៅជាសត្វដរិឆានធ្វើខ្លួនឯងទៅជាមនុស្សដែលគ្មានស្គាល់គុណតម្លៃស្គាល់សេចក្តីល្អសុខទុក្ខរបស់លោកឪពុករបស់អ្នកម្ដាយធ្វើជីវិតរបស់ខ្លួនឯងឲ្យថោកទាបធ្វើជីវិតរបស់ខ្លួនឯងឲ្យថយចុះគឺមិនប្រសើរឡើយព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងថាបើកើតមកជាមនុស្សហើយបើមានមេត្តាបិតានៅរស់ត្រូវចិញ្ចឹមបីបាច់ថែរក្សាគាត់មើលការខុសត្រូវជាមួយគាត់ធ្វើបុណ្យជាមួយគាត់យកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវអានឹងសំប្រកបជាមនុស្សពិតប្រាកដមែនតែប្រសិនបើយើងកើតមកជាមនុស្សហើយរស់ដកដង្ហើមអត់ប្រយោជន៍ម៉ែចង់រស់ក៏រស់ទៅឪចង់រស់ក៏រស់ទៅកូនចៅបើចង់មានតែឯងទៅកូនចៅបើចេះតែឯងទៅមិនដែលខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយម៉ែឪអានឹងជាមនុស្សដែរប៉ុន្តែជាមនុស្សមិនល្អឡើយចឹងញាតិញោមពិចារណាគិតទាំងអស់គ្នាត្រង់ចំណុចទី2កាលសម្បត្តិដល់ព្រមដោយកាលគឺកាលបានកើតមកនៅពេលដែលមានពុទ្ធសាសនាណែបើយើងកើតមកខុសកាលអត់មានពុទ្ធសាសនាអត់ចេះធ្វើបុណ្យធ្វើកុសលអីទេនឹងបុណ្យបាបមិនដឹងជានៅឯណាមិនស្គាល់អ្នកនេះជានរណាមិនស្គាល់អ្នកនោះជានរណាយើងអត់កើតអញ្ចឹងយើងកើតមកទាន់ពុទ្ធសាសនាសិក្សារៀនសូត្រធម៌អាវិន័យសម្រាប់អប់រំកាយរបស់ខ្លួនឯងឲ្យបានល្អអប់រំចិត្តរបស់ខ្លួនឯងជារឿយធ្វើចិត្តរបស់ខ្លួនឯងមិនឲ្យមានសេចក្តីក្រោធខឹងធ្វើចិត្តរបស់ខ្លួនឯងឲ្យថ្លៃថ្នូរអាហ្នឹងយើងធ្វើជាមនុស្សពិតប្រាកដអាហ្នឹងកើតមកមានពុទ្ធសាសនាសម្រាប់ការហ្នឹងបានយើងមានឱកាសធ្វើបុណ្យដូចថ្ងៃហ្នឹងអញ្ចឹងបើអត់មានពុទ្ធសាសនាអត់មានពេលវេលាឯណាស្គាល់បុណ្យតក្កេណានុបទានបុណ្យបច្ច័យ4បុណ្យចម្រើនបជនអីគឺអត់ស្គាល់ទេតែដល់ពេលញាតិញោមកើតមកទាន់ពុទ្ធសាសនាហើយយើងកាន់ពុទ្ធសាសនាយកជាទីពឹងជាទីសរណៈពីព្រោះជីវិតរបស់យើងគ្រប់គ្នានេះទីបំផុតទៅគឺដល់នៅសេចក្តីស្លាប់គ្រប់រូបទាំងអស់ហើយគ្មានអ្វីដែលជាទីពឹងសម្រាប់យើងក្រៅពីធម៌ក្រៅពីអានឹងទេនៅពេលដែលស្លាប់ទៅហើយរបស់របរវត្ថុដែលជាទីស្រឡាញ់ទោះបីជាមានវិញ្ញាណក្តីអត់វិញ្ញាណក្តីប្រះចោលយើងទាំងអស់នៅពេលដែលយើងស្លាប់នោះស្លាប់ទៅតែឯងបើមានបុណ្យបានទៅកើតឋានសួគ៌ទៅបើអត់បុណ្យទៅកើតនៅក្នុងអបាយភូមិនរកប្រែតអសុរកាយទេរឆានជាដើមក្តីអញ្ចឹងទៅអញ្ចឹងដល់ពេលដែលយើងកើតមកជាមនុស្សហ្នឹងធ្វើជាមនុស្សត្រឹមត្រូវចំកាលជាមួយនឹងមានពុទ្ធសាសនាលើនេះញោមទៅប្រាំការបើកើតមកជាមនុស្សហើយមិនស្គាល់អីទាំងអស់មិនបាច់កើតទេងាប់ទៅវិញទៅញោមអានេះគេហៅថាកើតមកចង្អៀតលោកកើតមកទើសគេទើសឯងកើតមកចង្រៃប្រទេសកើតមកចង្រៃតកូលបើយើងកើតចំតកូលដែលកាន់ពុទ្ធសាសនាត្រូវធ្វើជាតកូលត្រឹមត្រូវមិនលួចគេមិនឆក់គេមិនប្លន់គេមិនបៀតបៀនគេមិនធ្វើឲ្យគេអន្តរាយចេះយកធម៌មេត្តាសន្តោសយកមកដាក់ក្នុងខ្លួនដាក់ក្នុងចិត្តដើម្បីជាសេចក្តីសុខការសន្សំបារមីទាំងឡាយទាំងពួងហ្នឹងអាហ្នឹងចំណុចទី2ថាការលសម្បត្តិដល់ព្រមដោយកាលគឺបានកើតមកក្នុងគ្រាដែលមានពាក្យព្រានបដៅមានសាសនារបស់ព្រះសម្មាសម្ពុទ្ធចំណុចទី3ព្រះអង្គលោកសម្ដែងអំពីទេសសម្បត្តិដល់ព្រមដោយប្រទេសគឺប្រទេសដែលមានពុទ្ធសាសនានៅស្រុកខ្មែរយើងហ្នឹងប្រទេសមានពុទ្ធសាសនាប៉ុណ្ណឹងហើយហ្នឹងនៅអញ្ញាយទៀតបើសិនជាអត់មានពុទ្ធសាសនាមិនដឹងមិនទេ
មានប្រពុតសាសនាមានពាក្យទូមានព្រានបដៅហើយកូនចៅខ្លះចោលមកសៀតកូនចៅខ្លះមិនស្គាល់គុណម៉ែឪកូនចៅខ្លះរស់តែឯងសេចក្តីសុខហ្នឹងគឺសុខតែឯងមិនឲ្យសេចក្តីសុខទៅដល់លោកអ្នកដែលមានគុណខ្លះអ្នកខ្លះនៅពេលដែលម៉ែឪនៅរស់មើលមិនសូវឃើញទេប៉ុន្តែចាំមើលដល់ពេលស្លាប់បាត់បង់ជីវិតទៅគេយំសោកគេបោកប្រានគេស្ដាយនេះស្ដាយនោះមានម៉ែឪមិនចេះចិញ្ចឹមមានឪពុកម្ដាយមិនចិញ្ចឹមអត់ប្រយោជន៍លឺញាតិញោមអានេះអាត្មាថាតាមត្រង់ញាតិញោមណាខឹងទៅញោមណាអន់ចិត្តក៏អន់ទៅញាតិញោមអាពេលម៉ែឪនៅរស់មើលមិនឃើញដេកស៊ីតែឯងសុកតែឯងចាយតែឯងតែដល់ពេលម៉ែឪខ្លះវេទនាចង់ងាប់ចង់រស់ដល់ពេលស្លាប់ទៅតាំងទៅឯងអង្គុយយំស្ដាយម៉ែស្ដាយឪអាហ្នឹងកូនចោលមកសៀតទេយូរមើលមកខកប្រាប់ទេតែសារតែពាំងការទេបាទអាត្មានិយាយខ្លាំងបន្តិចទៅហើយមិញប្រទេសគេនៅនោះអាត្មាមិនហ៊ាននិយាយខ្លាំងព្រោះទីស្រុកគេដល់ពេលមកស្រុកឯងប្រាប់ញាតិញោមខ្លះទៅកុំឲ្យភ្លេចខ្លួនច្រើនពេកញាតិញោមពិចារណាគិតមើលណាម៉ែឪខ្លះរស់វេទនាណារកអីហូបគ្មានទេលុយកាក់គ្មានម៉ាស៊ីនគ្មាន1000 2000ទេតែស៊ូទ្រាំរស់ធ្វើម៉េចបើគេមើលមិនឃើញផងហ្នឹងញោមអើញោមគេមើលអត់ឃើញផងហ្នឹងបើគេធ្វើមិនដឹងធ្វើមិនលឺបើគេចងំសុកអាគ្នាគេហ្នឹងហើយយើងទៅពឹងអីម៉ែឪវេទនាដូចញោមងាវ៉ាន់ញាតិញោមជីវិតរបស់គាត់មានដែរស្រួលទេណាម៉ែយោមកហ្នឹងដើរលក់តែកន្លោះហើយធម្មតាអ្នកលក់កន្លោះហ៎វាគ្មាននេះអស្ចារ្យទេញោមតែស៊ូហោកទៀតស៊ូលំបាកគ្រប់សពបែបយ៉ាងហើយសួរតែលក់កន្លោះហ្នឹងចំណេញម្ដងប្រមាណលានវាគ្មានបានលានមកពីណាទេតើលក់ហ្នឹងយ៉ាងច្រើនបាន4-5,000 5-6,000ជួនកាលទៅបានស្រូវកន្លះបាវទៅជួនកាលដូរនេះដូរនោះជាមួយគេទៅហើយញាតិញោមពិចារណាគិតមើលកូន10នាក់កូន11នាក់ហ្នឹងគាត់អាចចាំរស់ចុះហេតុអីម៉ែឪតែ2នាក់ញោមចាំមិនរស់បាទញោមតែ5ការអាហ្នឹងមកពីយើងអត់ចេះគិតមកពីយើងអត់ចេះពិចារណាមកពីយើងហ្នឹងមនុស្សល្ងងអាហ្នឹងចំណុចទី3ហើយចំណុចទី4ក៏លក្ខសម្បត្តិដល់ព្រមដោយតកូលគឺតកូលដែលជ្រះថ្លាក្នុងពុទ្ធសាសនាអ្នកដូចញាតិញោមថ្ងៃហ្នឹងបើអត់ជ្រះថ្លាក្នុងពុទ្ធសាសនាញោមអត់ធ្វើពិធីបុណ្យខួប15ឆ្នាំទេនឹងអត់ធ្វើជូនដល់គាត់ហើយកាលដែលយើងធ្វើនៅក្នុងពុទ្ធសាសនានេះអ្នកធ្វើបុណ្យត្រូវមានទានត្រូវមានសិលត្រូវមានភាវនាលុបបំបត្តិចោលសេចក្តីក្រោធខឹងត្រូវចេះសន្តោសអានឹងបានញ៉ាំងបុណ្យកុសលឲ្យបានដល់ខ្លួនឯងហើយអាចឧទ្ទិសកុសលផលបុណ្យជូនទៅដល់អ្នកស្លាប់នឹងបានអានឹងចំណុចទី4ចំណុចទី5ឧបธิសម្បត្តិហ្នឹងគឺដល់ព្រមដោយរាងកាយគឺរាងកាយនឹងមិនវិកលវិការកើតមកគ្រប់ទាំងអស់ដៃជើងភ្នែកតិចច្រមុះអាការៈទាំងឡាយ32ដល់ព្រមដោយស្អាតទាំងអស់អានឹងដល់ព្រមដោយរូបរាងកាយរបស់យើងទី6ទិដ្ឋិសម្បត្តិដល់ព្រមដោយទិដ្ឋិគឺសមាទិដ្ឋិញោមយល់ឃើញឲ្យត្រូវយល់ឃើញឲ្យត្រង់ញាតិញោមនិយាយតែប៉ុណ្ណេះបានហើយគ្មានពីណាមានគុណជាងម៉ែឪរបស់ញោមទេលឿនញោម5ការគ្មានពីណាមានគុណជាងម៉ែឪរបស់យើងក្រៅពីម៉ែឪយើងទេសួរតែហេតុអីបានជាអាត្មាថាអញ្ចឹងម៉ែឪនេះលំបាកគ្រប់ពេលគ្រប់គណៈគ្រប់កាលទាំងអស់ចិញ្ចឹមកូនធ្វើយ៉ាងម៉េចឲ្យតែកូនធំឲ្យកូនមានចំណេះវិជ្ជាឲ្យកូនមានទ្រព្យសម្បត្តិប្រើប្រាស់ចាយវាយគ្រប់សពបែបយ៉ាងម៉ែឪសុខចិត្តស្លាប់ដើម្បីកូនសុខចិត្តលំបាកដើម្បីកូនវេទនាដើម្បីកូនអញ្ចឹងកូនចៅទាំងអស់គ្នានឹងត្រូវពិចារណាកន្លែងនឹងផងកុំរស់ទាំងបិទភ្នែកកុំរស់ទាំងធ្វើខ្វាក់ភ្នែកទេញោមញាតិញោមខ្លះរស់ទាំងធ្វើភ្នែកខ្វាយតែមើលមិនឃើញអញ្ចឹងញាតិញោមឥឡូវយើងអស់លោកអស់អ្នកម្ដាយសល់លោកឪពុកមួយលោកឪពុករបស់យើងនេះអត់ជាទេលោកឪពុករបស់ញោមនេះខ្ញុំចនអត់ជាទេឈឺរហូតនឹងអាត្មាជិះឡានមកជិះម៉ូតូមកភូមិមកស្រុកបាត់អាត្មាអាសាឃើញគាត់អង្គុយដូចសំណោះខ្លួនតែមិនដូចអត់មានអីនៅក្នុងខ្លួនឃើញអង្គុយទៅធ្វើភ្នែកលេងឡងអញ្ចឹងញាតិញោមពិចារណាគាត់ទៅតន់គាត់នៅរស់កូនចៅម្នាក់មិនទៀមទាច្រើនទេបើកូនចៅគាត់រហូតទៅដល់ប្រហែល10និង11នាក់ឯនោះមួយខែជូនគាត់តែម្នាក់មួយខែជូនតែ50000ឬក៏7-80000ទៅចាយមិនអស់ផងមែនទេញោម80000ទៅឬក៏មួយខែ60000ទៅមួយខែជូនឪ60000ទៅ11នាក់ហ្នឹងបានប្រមាណទៅហើយនឹងអាចមានលុយកាក់អីគាត់ហូបខន់ចុកនឹងចង់ហូបកាទៀវចង់ហូបកាហ្វេចង់ជិះម៉ូតូទៅនេះធ្វើនោះធ្វើបន់ធ្វើទៀននេះបានរបស់គាត់
អានឹងញាតិញោមពិចារណាហើយណាកុំឲ្យចាំដល់ពេលដេកស្ដោកស្ដឹងហើយយកបាយមួយសែនយកលុយមួយសែនឲ្យខ្មោចគ្មានប្រយោជន៍ទេញោមលឺញោម5ការមានប្រយោជន៍ទេចឹងបើយើងចង់ដឹងគុណចង់តបគុណនេះធ្វើទានជាមួយឪឲ្យហើយជូនលុយកាក់ឪចាយឲ្យហើយរៀបចំកន្លែងទុកដាក់កន្លែងឲ្យគាត់សម្រាននៅនឹងឲ្យវាស្រួលបួលទៅតើយើងអាចធ្វើទៅកាត់ញាតិញោមកុំមើងងាយម៉ែឪអសោះទោះបីជាម៉ែឪល្ងងអត់ចេះអសមកតួក៏ដោយប៉ុន្តែគាត់គឺជាព្រះបើយើងបង្កើតយើងឲ្យមានជីវិតនៅក្នុងលោកនេះគឺគ្រាន់បើជាងអ្វីទាំងអស់ចឹងកុំទៅដឹងគុណនៅកន្លែងផ្សេងក្រៅពីដឹងគុណម៉ែឪរបស់ខ្លួនឯងបើដឹងគុណរបស់ម៉ែឪខ្លួនឯងអ្នកនឹងសុខអ្នកនឹងចម្រើនអ្នកនឹងតិចអ្នកនឹងតិជុំអានឹងញាតិញោមពិចារណាគិតទាំងអស់គ្នាទៅនេះអាត្មាទេសនានេះថាឲ្យញាតិញោមខ្លះឲ្យញាតិញោមចេះគិតរឿងបញ្ចោននេះអាត្មាមិនថាមិនទេនេះផ្ទះរបស់គាត់ទេផ្ទះរបស់គាត់នៅម្នាក់ឯងទេអញ្ចឹងនៅម្នាក់ឯងទេហើយនៅម្នាក់ឯងអាត្មាញាតិញោមពិចារណាគិតមើលមនុស្សប្រុសវាអត់ដូចមនុស្សស្រីទេវាអត់ទៅប្រសពទេជាពិសេសការហូបចុកនេះវាគ្រប់គ្រាន់នៅអញ្ចឹងបាទញាតិញោមណាកុំចងំឆ្ងាញ់តែខ្លួនឯងកុំសបាយចាយតែខ្លួនឯងអត់ប្រសើរទេលើទេញោមអត់ប្រសើរទេអាហ្នឹងអាត្មាប្រាប់ញាតិញោមមកហើយដោយសារតែនៅមានញោមចនគាត់នៅមានជីវិតបើរឿងញោមអាត្មានេះអស់ជីវិតហើយគាត់ស្លាប់ហើយតែទោះបីជាញោមអាត្មាស្លាប់ទៅ20ឆ្នាំ30ឆ្នាំក៏អាត្មាមិនធ្វើឲ្យតកូលរបស់អាត្មាអន្តរាយដែរអាត្មាប្រាប់ញាតិញោមអញ្ចឹងហ្មងលើទេអត់ឲ្យបាត់ឈ្មោះពូឡៃយពេលទេទោះបីជាគាត់ស្លាប់ទៅ20ឆ្នាំក៏ដោយអាត្មាលើកដំកើងម៉ែឪរបស់អាត្មាឲ្យខ្ពស់ជាងអីទាំងអស់ទោះបីជាទៅជាខ្មោចក៏ដោយនៅសល់តែរូបថតមកប៉ុស្តិ៍ពីរប៉ុស្តិ៍ក៏ពិតមែនតែម៉ែឪអាត្មានេះមិនឲ្យសាប់សូន្យទេលឺញោមតែ5ការនិយាយរៀងលយតិចដែរហ្នឹងមែនទេញោមហ្នឹងហើយមិនមែនតែដល់ពេលម៉ែឪស្លាប់ទៅឲ្យលាយទាំងអស់ដីធ្លីស្រែចំការគេដំណើរដូនតាមដឹងនៅណាដឹងនៅនៃកូនចៅអាទេអាតាយពេញទឹកពេញដីសួរតែវាសមហ៎វាអត់សមទេហើយដល់អាត្មាvẫnមានតែគេនិយាយដើមចេះនិយាយដើមថានិយាយមិននិយាយទៅសំខាន់អាត្មាធ្វើគ្រួសារគេដំណើរដីដូនតារបស់ម៉ែអាត្មាឪអាត្មាហ្នឹងអត់ឲ្យវិនិច្ឆ័យទេឲ្យនៅនឹងលឺញោមឲ្យនៅនឹងតកោតឡៃយេពេលមិនអត់ប្រយោជន៍ទេលឺទេញោមអាត្មាអត់ចេះអសទេញោមស្រីនោះអត់មានអីទេដៃគូជាមួយញោមងាហ្នឹងដៃគូគាត់ទេទាំងញោមប្រុសទាំងញោមស្រីទាំងបញ្ចនផងទាំងងាផងសដៃគូទាំងដីប្រពន្ធសងខាងហ្នឹងមិត្តភក្តិរបស់គាត់ឯងមកយកមកហើយយូរមកហើយដូចញោមឡៃញោមអាត្មាមិត្តភក្តិអញ្ជើញតាប៉ុន្តែប្រហែលឆ្នាំដែលប្រហែលឆ្នាំក្រោយមិនដឹងមានរឿងអីឈប់និយាយក្រគ្នាហ្មងអត់ដឹងមានរឿងអីឈប់ដៃរកគ្នាអាហ្នឹងរឿងរបស់គាត់ទេយើងអត់ដឹងរឿងទេណាញាតិញោមលឺហ៎អាហ្នឹងរឿងរបស់គាត់ទេអញ្ចឹងយើងស្រឡាញ់យើងថែរក្សាឥឡូវយើងនៅមានអត់ពិបាកទេនៅមាននោះហើយចោតនេះមិនទាអីច្រើនប្រហែលទេញោមមែនទេឲ្យតែមានលុយកាក់មកល្មមចាយមកទិញស្បែកជើងទិញខោទិញអាវអីសម្លៀកបំពាក់ឲ្យគាត់ស្លៀកឲ្យសមរម្យគេណានេះកុំឲ្យកូនលុយឲ្យអន់ណាលឺហ៎ញោមហើយញោមខឹងអាត្មានិយាយត្រង់កុំឲ្យដល់មើលមកកូនអស់ទាស់ហ្មងស្រាប់ដល់ពេលមកមើលម៉ែអារេអារ៉ាអាទេអាតាយញោមដល់ពេលមើលតកូនគេនៅស្ដាប់ផ្ទះគេមានរបស់បលគ្រប់សពបែបយ៉ាងដល់ពេលមកមើលឪមកមើលម៉ែអារេអារ៉ាមិនដឹងស្អីណាហើយអញ្ចឹងសមដែរញោមតែអាត្មាទេឌៀមដាមខ្លះដែរហ្នឹងលឺឯងញោមហ្នឹងឯងទេឌៀមដាមខ្លះដែរហ្នឹងញោមណាខឹងទៅហ្នឹងឌៀមដាមដែរហ្នឹងឲ្យញាតិញោមខ្លះឲ្យភ្លឺភ្នែកខ្លះកុំឲ្យអត់ភ្លឺភ្នែកហើយដូចញាតិញោមទាំងអស់គ្នាពិចារណាគិតទៅអាហ្នឹងយើងគិតទៅធ្វើឲ្យវាត្រូវទៅអញ្ចឹងចម្រើនពរញាតិញោមអាត្មានិយាយខាងដើមប៉ុណ្ណឹងឲ្យសម្ដែងធម៌ទេសនាដំបូងឡើយថាទេសជាមួយព្រះអង្គចាស់គ្រូផិនវុធីកាលពីហ្នឹងលោកនៅសហរដ្ឋអាមេរិកថាមកមិនដល់តែដល់ពេលលោកមកដល់ស្រុកខ្មែរមុនលោកអត់បានលោកជាប់ទេសនៅកដាលស្ទឹងអញ្ចឹងបានចាស់ប៉ុនទេតែឲ្យមុនព្រះអង្គចារិកាវត្តស្ទាលជ្រុំព្រះអង្គម្ចាស់នេះនៅខាងស្ដាំដៃទេព្រះអង្គម្ចាស់កងខួចទេនឹងចារិកាវត្តស្ទាលជ្រុំឥឡូវទេសនាមិនបានចោតសួរឆ្លើយអីដេញដោលទៅវិញទៅមកនាំខាតម៉ោងខាតពេលវេលាទេព្រោះកម្មវិធីប៉ុនរបស់យើងនេះកិច្ចនៅមានច្រើនទៀតចាប់ពីលោកទេសទៅនៅទទួលភ្ញៀវចាប់ពីទទួលភ្ញៀវនៅទទួលកន្លែងនោះមួយទៀតកន្លែងធំកន្លែង account ភីសគុណធីលើញាតិញោម
là khôn pi sự con thí bởi dương vậy tại vì ọt bàn bồn tế bằng là dương thai là xa và bây nấy kê tầm nát bọt tôn ta dương nên là khôn nghĩ bàn mơ thế nó nhô mê này nhôm năng kê tầm nát bọt tôn ta dương miên là khôn phong miên dự kê phong miên ải dây phong cướp sọp bạp giang từng tại con ạt ma nào xong bằng này cả một thi mình có là pia à pia cắt sợi xong nhận nhôm lên ở miền sao là thon tới tầng lưới nhận nhôm cái này cắt sợi lúc cái này cũng là mà tốt đi cuột mình à tao lên ảnh nhai ót đăng đầm đau à cắt sợi cao vì muốn vì đau nặng nắng thế cái con là riêng con là lên cài và ca lên sai tinh túi đà lâu chanh máu đi lọp mình hay mình tha prom tha sấy nhận nhôm mẹ đấy chanh mau cút rom che thư cai vì cai che cướp sập bẹp giang hay mai chứ ấy mà kia là sao kia mình là sao thế miệng cái mưa nghi bò là tê sao là tê cái mưa màu năng bày này màu dầu ấy chẳng à chanh mau à bê cắt sợi à nhai vì mà tham chó mệt mà tha tù tư món đó vì on mến nó nhôm mà ta mà nhôm vì muốn có tai khơi nhá nhìn nhôm lên ca ấy cắt sọ cắt ấy vì mình chẳng đó bên nào lâu vì tao chỉ đường xây chẳng so mà chia sẻ cái lại là bữa ai cài ban cài tao cầm oi bò tì kỳ mương dây chởn pích vì pro ở lâu nó kia bỏ ho tam Facebook phong tam page phong tam YouTube phong ấy đoạt mà tì snap ho tam Facebook phong tam page phong tam YouTube phong chẳng nơi khéo bật tê cái mưa khơi đừng năng bật tê Australia New Zealand Canada Belgium Mexico và răng Australia ấy ta America mưa khơi đừng chẳng chậm ơn bao nhiêu nhưng mà chia sẻ ngày nó sầm đai thọ tê snappy ống ọt bàn xua chào lại kia tàu vinh tàu mộc tết tìm đòn nè nhiệt nhôm cầm on chặt ấy đó lưới nhôm từ bèm cá ấy bật tê đánh đau tàu vinh tàu mộc nó không miên từ vô thọ tê ọt vô tê nâu xua mình đi nụ thai ta chậm ra nụ thai trôi lại bịa tập coi nhẹ prai tập mấy hồi tông prai tập bình họ đạp vô lấy xua thế đó bây nhiêu bình đợi bột bò là sao tôi gặp bình đợi chặt chẹt la bò là sốt phù phong anh nhai bình tật bình đầy na mùi việc khó đầy cu vật ma đây sầm đầy thò trâu kia kề pí cứ miên là lụng đất chuồn cạc đá đi bàn trâu kia và lâu quạt sắc bát đây lâu quạt sắc bát đây bữa sắc quạt sắc bát hai dương ọt miên ấy đi miệt tam sắc rồi con lưới anh nhung nào lâu quạt sắc bát đấy dương tam sắc rồi con nó bằng tăng ngày na sắc là ngày bộ đo ngày sắc không ấy ta sắc tao ọt miên ta đa khval chứ bao bờ mục anh anh gì đào mấy lục nang mình khval ấy tầng sầm khăn vừa ở đây cái đây oi tờ soi cho nó trầm trâu tam bắp trầm trâu lưới như nhúng tam bắp trầm trâu bắp lo trầm trâu ọt khval lưới pina tha mấy ắt mà mình chịu ba sọt nhúng nên từ sao lục nôm sâu tới mà tôi ơi bị mai âu gặp bất mến tay từ sao từ cô lục nôm sâu đang tới lưới nhúng nâng anh nhiệt nhúng tha mấy cái tha cho lâu rót miếng này môn ông chán này ông cha con khui chứ sầm đai thọ tê na pi ấy của tê đó ở nhiệt nhôm đạp vô là đạp ọt vô nó quay làm lại bự kề đó lưới nhiệt nhôm đằng tê cái này na của tê đó ở ban phải giao đo nhôm thu ban phải giao đo nhiệt mất nhôm thu để con snap bắt bao nhiêu bắt tao thử pơ được biệp mạch nhang sẽ đây là on biệp mạch ở tư chun con pơ sẽ đây là on biệp mạch từ ban bon to mà cha tao tiêu vật thiên đại pơ bon ngày đi chẳng phải ông cha sầm đai tam cào cua tam thực tế tam bánh nhá số một rọt niên thì muốn xôm ạ đồ mô tên đi